ជំរាបសួរបងប្អូននេះជាវីដេអូទី6របស់ខ្ញុំហើយនេះខ្ញុំចង់លើកឡើងអំពីគ្រូជោគជ័យក៏ដូចជាអ្នកដែលតែងតែលើកឡើងអំពីច្បាប់ស្រូបទាញខ្ញុំពិនិត្យមើលលក្ខណៈនៅក្នុងការគេហៅថាស្រូបទាញហ្នឹងណានៅក្នុងរយៈពេល6-7 ឆ្នាំមុនខ្ញុំបានធ្លាប់ទៅចូលរួមសិក្ខាសាលាដែលសិក្ខាសាលានោះគេលើកឡើងអំពីច្បាប់ស្រូបទាញពេលហ្នឹងគឺរៀនអត់ចូលលុយទេប៉ុន្តែគេឲ្យយើងចូលទៅ free ហ្នឹងណាហើយដល់ពេលយើងចូលទៅរៀនមុនដំបូងដូចធម្មតាប៉ុន្តែយូរទៅចាប់អារម្មណ៍អូសទាញបន្តិចម្ដងគេនិយាយទៅពីរឿងប្រយោជន៍ទេបងប្អូនហ្នឹងហើយគេប្រាប់យើងថាអាហ្នឹងហើយគឺជាច្បាប់ស្រូបទាញហ្នឹងឧទាហរណ៍ថាគេថាយើងកុំគិតអីច្រើនយើងធ្វើតាមទៅគេទៅយើងដើរតាមទៅមីគីឬក៏កន្លងរបស់គេទៅយើងនឹងជោគជ័យដូចគេថាមានលុយប៉ុណ្ណេះនោះក្រុមហ៊ុននេះក្រុមហ៊ុននោះនឹងមកវិនិយោគនៅស្រុកខ្មែរយើងដល់តែនិយាយយូរទៅគេថាដើម្បីឲ្យយើងអាចស្រូបទាញនៅលុយទាំងអស់នឹងបានគឺយើងត្រូវតែដាក់ខ្លួនគេថាទុកចិត្តទៅលើក្រុមហ៊ុននឹង 100% ទៅគឺជឿជាក់ទៅលើក្រុមហ៊ុននឹងហើយនៅពេលដែលគេបរៀនចប់ទៅគឺគេមានជាលក្ខណៈបែបមេក្រុមគេមួយគេណែនាំឲ្យយើងទៅនិយាយនៅតាមបន្ទប់មួយអញ្ចឹងទៅហើយគេមានគ្នាគេ2-3នាក់សម្រាប់បញ្ចុះបញ្ចូលយើងអញ្ចឹងណាដូចគេនិយាយថាអានោះវាដើម្បីឲ្យយើងអាចធ្វើបានយើងអាចសម្រេចជោគជ័យបានគឺយើងមិនបាច់ឆ្ងល់ច្រើនទេយើងទុកចិត្តទៅអ្នកដឹកនាំហ្នឹងទៅដោយគេនិយាយពីមុនដំបូងគេនិយាយពីប្រយោជន៍បន្ទាប់ពីនិយាយពីប្រយោជន៍ហើយគេឲ្យយើងហ្នឹងចូលលុយជាមួយគេប៉ុណ្ណេះទៅប៉ុណ្ណោះទៅដើម្បីបានជាបន្ទុកខ្ពស់នៅពេលដែលបានបន្ទុកខ្ពស់នៅពេលដែលយើងគ្រប់បន្ទុកគ្រប់ target ហើយលុយនឹងធ្លាក់មកលើយើងហើយយើងមិនបាច់ធ្វើការអីទេគឺយើងដេកចាំទៅចាយលុយនឹងទៅខ្ញុំស្ដាប់មុនដំបូងសន្ទុះឲ្យចំភាំងហើយបងប្អូនដល់ពេលយូរទៅអូអានេះមិនស្រូបទាញទេអានេះស្រូបលុយអញទាំងមានអ្នកខ្លះគឺចាញ់បោកគេអស់រាប់រយដុល្លាររាប់ពាន់ដុល្លារអ្នកខ្លះចាញ់បោកគេដល់រាប់ម៉ឺនដុល្លារអញ្ចឹងមកថាសិក្ខាសាលាណាក៏ដោយបើសិនបើឃើញថាវាជាការទាញយកប្រយោជន៍ពីពួកយើងហើយដោយមិនបានផ្ដល់ផលប្រយោជន៍តាមរយៈការចែករំលែកចំណេះដឹងប៉ុន្តែផ្ទុយទៅវិញគាត់ទាញយកតែរឿងប្រយោជន៍អញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នជាមុននេះជាអ្វីដែលខ្ញុំលើកឡើងអំពីពួកគាត់ខាងដើមនោះតែងតែលើកនិយាយពីច្បាប់ស្រូបទាញទៅពេលដែលយូរទៅអ្វីដែលគេនិយាយគឺវាខុសពីអ្វីដែលគេបានបញ្យល់យើងគឺគេនិយាយទៅរឿងប្រយោជន៍ទេគឺបានន័យគេថាអ្នកក្រវាយកចិត្តប្រយោជន៍មកជន់លងអញ្ចឹងអ្នកក្រឲ្យតែមានប្រយោជន៍ឲ្យតែមានគេហៅថាអ្វីដែលអាចយកបានហើយយកបានដល់មិនបាច់ចំណាយគឺអ្នកក្រឆាប់ជឿលឿនណាអញ្ចឹងបានមានពាក្យមួយគេថាអ្នកជឿគឺជាអ្នកដែលមិនបានគិតហើយអ្នកគិតគឺជាអ្នកដែលបានជឿអញ្ចឹងហើយបានថារឿងអីក៏ដោយភាគច្រើនឲ្យតែរឿងអាចច្បាប់ស្រូបទាញអញ្ចឹងនៅក្នុងសង្គមយើងភាគច្រើនពួកយើងតែងតែឲ្យតម្លៃអ្នកដែលមានថ្មីមាត់អ្នកដែលមានសមត្ថភាពនៅក្នុងការនិយាយដល់ពេលនិយាយយូរទៅអារឿងស្រូបទាញហ្នឹងយើងឃើញបច្ចុប្បន្នភាគច្រើនគាត់និយាយចុះឡើងទិញផលិតផលគាត់និយាយចុះឡើងចូលជាសមាជិកត្រូវបង់លុយអញ្ចឹងប្រយ័ត្នមែនទេណាច្រកហ្នឹងណាបងប្អូននេះជាអ្វីដែលខ្ញុំតែងតែពិនិត្យឃើញនៅក្នុងសង្គមយើងមួយទៀតគេនិយាយពីរឿងគេថាទេសនៈមួយគេនិយាយថាកុំគិតរឿងអាក្រក់អីគិតតែរឿងល្អទៅដេកលក់ស្រួលធ្វើឲ្យចិត្តយើងស្ងប់នេះមិនមែនពាក្យសម្ដីទាំងអស់នេះពាក្យច្រើនកើតចេញពីសង្ឃដីការបស់លោកខ្ញុំគិតមើលទៅពាក្យនេះលើកមកខុសទៅទេបងប្អូនណាឬមួយដូចគេហៅថាសមាធិអីសមាធិទៅបុថុជនពួកយើងទាំងអស់គ្នានេះណាគ្មាន
មានគីឡូឯណាទៅសមាធិចិត្តស្ងប់ទៀតហើយគិតរឿងល្អទៅដើម្បីឲ្យចិត្តស្ងប់ទៅស្ងប់មកពីណាបងប្អូនកិលេសប៉ិនក៏ដៃកិលេសប៉ិនក្នុងមនុស្សយើងបើថាសមាធិទៅ1នាទីហ្នឹងឈឺនោម1នាទីឈឺពោះ1នាទីហ្នឹងចាប់ផ្ដើមនេះបាត់ហើយគិតមុខគិតក្រោយធិញថោមួយដេកឃ្លានបាយជាពាក់លុយធនាគារគិតនេះគិតនោះទៅសមាធិទៅឯណារឿងឯណាទៅធ្វើឲ្យចិត្តស្ងប់បងប្អូនគ្មានទេណាបងប្អូនកុំទៅជឿលោកក៏ដោយចេះតែថាតាមតែកពីទេគ្មានតែត្រូវឯណាទេបងប្អូនកុំទៅជឿហើយកុំយកពេលទៅចំណាយណាអង្គុយសមាធិដូចគេនិយាយប្រាប់ថាសមាធិទៅចិត្តស្ងប់គ្មានទៅស្ងប់ឯណាទេបងប្អូនណាសមាធិបិទភ្នែកទៅគ្មានទៅស្ងប់ទេអាស្ងប់លុះត្រាណាតែយើងណែពេលយើងដេកណាពេលយើងដេកលុបពុបព្រឹកឡើងងើបមកស្រឡះមុខអត់ធីងធងអីធ្វើការធម្មតាណែវាស្ងប់អាពេលហ្នឹងទេអាពេលយើងដេកលុបនេះទេបានវាស្ងប់បើថាឲ្យទៅអង្គុយសមាធិឯណាទៅស្ងប់ខ្ញុំឃើញទេសនៈយូរវិជាពលរដ្ឋខ្មែរយើងមួយចំនួនក៏ទៅគាត់ទៅជឿតាមចឹងគ្មានទេពាក្យថាបុគ្គលបទជនយើងទាំងអស់គ្នាគឺជាប់ទៅដល់កិលេសលោភៈតណ្ហាការឃើញរូបនៅខាងក្រៅភាពលោភលន់នឹងការចង់បានណាអញ្ចឹងហើយបានថាភាពបច្ចេកវិទ្យាកាន់តែទំនើបរបស់កាន់តែល្អមនុស្សកាន់តែលោភលន់អញ្ចឹងមនុស្សមិនងាយអាចបង្ក្រាបកិលេសរបស់ខ្លួនទេព្រោះកិលេសរបស់ខ្លួនធំណាស់អញ្ចឹងឈប់ទៅណាបងប្អូនកុំទៅសម័យឯណាទៅចង់បានចិត្តស្ងប់ទៅសមាធិគ្មានទេបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនបងប្អូនមានចម្ងល់អាចខមមិននៅខាងក្រោមប៉ុន្តែរាល់ការខមមិនដែលមានការរិះគន់បែបស្ថាបនាអូខេខ្ញុំទទួលយកប៉ុន្តែបើការរិះគន់ទាំងឡាយណាដែលជាការរិះគន់បែបជាប្រមាថតេះដៀលអសរោះខ្ញុំសូមមិនទទួលយកទេពីព្រោះការរិះគន់បែបនោះវាជាការនាំទៅរកឲ្យយើងទាំងអស់គ្នាមានអរិយភាពទៅវិញទៅមកទេបាទអញ្ចឹងសូមអរគុណសូមជម្រាបលា